បើអ្នកទាំងអស់គ្នាឃើញផ្សេងគេបើករ៉េសរ៉ង់មួយហើយគេជោគជ័យអញ្ចឹងអ្នកទាំងអស់គ្នាត្រូវនាំគ្នាឈប់រៀនហើយទៅបើករ៉េសរ៉ង់មែនហើយដូចគ្នាជាមួយគ្នានឹងដែរនៅពេលដែលអ្នកទាំងអស់គ្នាបានដឹងអំពីជីវិតជោគជ័យរបស់ content creator ហើយអ្នកទាំងអស់គ្នាត្រូវតែទៅ follow តាមជីវិតងាយៗដែលគេបានចែករំលែកនៅលើបណ្ដាញសង្គមទាំងអស់ហ្នឹងមែនសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជានិស្សិតអនុបណ្ឌិតនៅសាកលវិទ្យាល័យជាតិជង្បុកហើយខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាអំពីវេទិកាដែលកំពុងតែមាននៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលបច្ចុប្បន្នហ្នឹងតែប៉ុន្តែខ្ញុំអត់ចង់និយាយពីបញ្ហាទាំងអស់ហ្នឹងដោយសារអីវាជារឿង sensitive ហើយខ្ញុំព្យាយាម avoid all the toxic information in the social media ប៉ុន្តែខ្ញុំគិតថាខ្ញុំពិតជាអត់ធ្វើរឿងមួយនេះបានទេហើយខ្ញុំจะបញ្ជាក់ថាខ្ញុំអត់មកនិយាយនេះក្នុងគោលបំណងវាប្រហែលទៅលើអ្នកណាគេម្នាក់ព្រោះខ្ញុំអត់មានឥទ្ធិពលអីនោះទេខ្ញុំគ្រាន់តែខ្ញុំឃើញសង្គមរបស់យើងមករយៈ 4-5 ឆ្នាំក្រោយនេះគឺវាទៅបែបនឹងច្រើនហើយខ្ញុំចង់យករឿងហ្នឹងយកមកនិយាយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបានមើលឃើញអំពីណាគេម្នាក់គេចេះអំពីរឿងជោគជ័យអីមួយមិនថាក្នុងវិស័យណាមួយទេគឺអ្នកទាំងអស់គ្នាប្រកាសជាគិតថាជីវិតជោគជ័យគឺវាងាយៗបែបហ្នឹងឯងមែនទេសូម្បីតែពេលដែលខ្ញុំចេះអំឡេចទៅលើភាពជោគជ័យរបស់ខ្ញុំទៅលើការដាក់ពាក្យហារូបករណ៍ក៏អ្នកទាំងអស់គ្នាអាចនឹងគិតថាវាប្រហែលជាងាយស្រួលដូចគ្នាប៉ុន្តែចង់ប្រាប់ថាអីទាំងអស់ហ្នឹងគឺវាបានដោយងាយនោះទេហើយអ្នកទាំងអស់គ្នាត្រូវគិតទៅលើ5ចំណុចនេះមុនពេលដែលអ្នកទាំងអស់គ្នាសម្រេចចិត្តបោះបង់អ្វីមួយជាពិសេសគឺការអប់រំទី1គឺការអប់រំវាមិនមែនគ្រាន់តែជាសញ្ញាបត្រមួយសន្លឹកពីរសន្លឹកដែលយើងត្រូវទទួលបានទេការអប់រំឬក៏សាលារៀនហ្នឹងគឺបានធ្វើឲ្យយើងជាមនុស្សម្នាក់ដែលចេះគិតពិចារណាមានការគិតបែបស៊ីជម្រៅចេះដោះស្រាយបញ្ហានៅក្នុងសហគមន៍និងសង្គមរបស់យើងវាមិនមែនគ្រាន់តែអ្នកទាំងអស់គ្នាយកសញ្ញាបត្រហ្នឹងទៅធ្វើការដើម្បីបានប្រាក់ខែហើយយកប្រាក់ខែមួយហ្នឹងទៅប្រៀបធៀបជាមួយនឹងអ្នកដែលគេរកស៊ីឬក៏អ្នកផ្សេងនោះទេពីព្រោះចំណេះដឹងរបស់យើងនៅក្នុងខ្លួនហ្នឹងវាអាចនឹងលើសពីអីដែលយើងអាចត្រឹមតែមើលឃើញខាងក្រៅទី2ភាពជោគជ័យគឺវាអត់មានរូបមន្តនោះទេវាមិនមែនន័យថាអ្នកទាំងអស់គ្នាឃើញគេធ្វើរឿងនឹងជោគជ័យហើយអ្នកទាំងអស់គ្នាធ្វើតាមគេមិនមែនមានន័យថាអ្នកទាំងអស់គ្នាឃើញអ្នកផ្សេងគេអត់សូវខំរៀនហើយគេប្រឡងជាប់អ្នកគេតែធ្វើតាមគេមិនមែនមានន័យថាអ្នកទាំងអស់គ្នាឃើញគេរៀនមួយឆ្នាំទៅរៀនតែ3ថ្ងៃហើយគេចេញមកវិញគេជោគជ័យហើយតោះទៅធ្វើតាមគេតោះឲ្យធ្វើដូចគេនោះទេប្រហែលជាគេអាចនឹងរៀនអីផ្សេងគេមាន skill គេមានចំណេះដឹងឬក៏គេរៀននៅផ្ទះអីចឹងទៅតែអ្នកទាំងអស់គ្នាអត់បានស្ដាប់ឬក៏ដឹងអំពីគ្រប់ជ្រុងទាំងអស់នៃជីវិតរបស់គេទេវាជាមូលហេតុដែលអ្នកទាំងអស់គ្នាអត់អាចយកសាច់រឿងតិចឬក៏តូចមួយដែលអ្នកផ្សេងដែលគាត់បង្ហាញពីភាពជោគជ័យរបស់គាត់នឹងយកទៅអនុវត្តដោយខ្លួនឯងដោយផ្ទាល់នោះទេដូច្នេះហើយបានជាអ្នកទាំងអស់គ្នាអត់គួរ follow ឬក៏ធ្វើតាមអ្វីដែលអ្នកផ្សេងគាត់ចែករំលែកតែមួយជ្រុងតូចទេខ្ញុំមិនមែនមានន័យថាការដែលគាត់ចែករំលែកនោះវាខុសទេប៉ុន្តែសាច់រឿងទាំងមូលគឺយើងអត់ត្រូវបានបង្ហាញទេដូច្នេះយើងលឺតែអារឿងដែលស្រួលយើងលឺតែអ្វីដែលងាយអញ្ចឹងហើយបានជាយើងចង់ធ្វើបែបហ្នឹងដែរតែវាមិនប្រកាសថាអ្នកផ្សេងដែលគេជោគជ័យហ្នឹងគេធ្វើតែប៉ុណ្្នឹងដូចគេចែករំលែកនោះទេដូច្នេះភាពជោគជ័យគឺវាអត់មានរូបមន្តច្បាស់លាស់នោះទេអ្នកទាំងអស់គ្នាគួរតែស្ដាប់អំពីដំបូន្មានរបស់អ្នកផ្សេងប៉ុន្តែអ្នកទាំងអស់គ្នាក៏មានមូលដ្ឋានចំពោះខ្លួនឯងដូចគ្នាថាតើអ្នកទាំងអស់គ្នាត្រូវយកអ្វីយកមកអនុវត្តហើយត្រូវយកអ្វីទៅបោះបង់ចោលវិញនៅពេលដែលយើងស្ដាប់រួច2គឺយើងមើលឃើញតែលើអ្នកដែលជោគជ័យឯងមិនថាអ្នកធ្វើវីដេអូមិនថាអ្នកធ្វើ YouTube ឬមិនថាអ្នកដែលលក់ផលិតផលនៅលើបណ្ដាញសង្គមរបស់យើងបច្ចុប្បន្នពួកយើងអាចនឹងមើលឃើញតែពួកគាត់ពួកបងពូមីងឬក៏បងប្អូនណាក៏ដោយពួកគាត់ធ្វើអាចនឹងពួកគាត់ជោគជ័យប៉ុន្តែយើងមើលឃើញតែមនុស្សប្រមាណអ្នកដែលជោគជ័យនោះទេយើងអត់ដឹងថាតើមានមនុស្សប្រមាណអ្នកទៀតដែលធ្វើឬក៏ដល់លើវិស័យនឹងហើយបរាជ័យដូច្នេះហើយយើងអាចយកមនុស្សតែមកក្តាប់តូចយកមកកំណត់ទៅលើជីវិតរបស់មនុស្សគ្រប់គ្នារាប់ពាន់រាប់លានអ្នកនៅក្នុងប្រទេសឬក៏នៅក្នុងពិភពលោកមួយនឹងទាំងមូលបាននោះទេទី4សាលារៀនគឺជាការអប់រំមិនមែនគឺជាគុកនោះទេខ្ញុំធ្លាប់ឃើញអ្នកនិយាយមេត្តានៅបរទេសជាច្រើនដែលគាត់តែលើកឡើងថាសាលារៀនដូចជាគុកដែលចាក់ឲ្យមនុស្សយើងទៅរៀនត្រូវមានក្បួនមានច្បាប់ប៉ុន្តែការរៀនមានក្បួនមានច្បាប់ទាំងអស់ហ្នឹងវាធ្វើឲ្យយើងមានវិន័យក្នុងការរស់នៅហើយសាលារៀនក៏បានជួយឲ្យយើងជួបមនុស្សថ្មីរស់នៅក្នុងសហគមន៍ថ្មីចេះឲ្យតម្លៃនិងស្គាល់អំពីសិទ្ធិសេរីភាពនៃការរស់នៅរបស់មនុស្សម្នាក់ពីមុនមនុស្សយើងរស់នៅដល់របៀបណាឥឡូវមនុស្សយើងរស់នៅដល់របៀបណាហើយហេតុអីបានជាមនុស្សអាចផ្លាស់ប្ដូរដល់មានភាពរីកចម្រើនបានប៉ុណ្នេះគឺវាមិនមែនអាស្រ័យទៅលើការចៃដន្យនោះទេតែវាអាស្រ័យទៅលើការអប់រំដែលមនុស្សបានបង្កើតដូច្នេះអ្នកទាំងអស់គ្នាអាចនិយាយថាការអប់រំឬក៏សាលារៀនអត់សំខាន់នោះឡើយចុងក្រោយគឺគិតឲ្យខ្លួនឯង
អ្នកទាំងអស់គ្នាត្រូវចាំថាការចែករំលែករបស់អ្នកផ្សេងវាអាចមានភាពវិជ្ជមាននិងអវិជ្ជមានគឺវាអាស្រ័យទៅលើការគិតរបស់អ្នកទាំងអស់គ្នាមួយផ្នែកដូចគ្នាដូច្នេះអ្នកទាំងអស់គ្នាមុននឹងយកមតិយោបល់របស់ណាគេម្នាក់សូម្បីតែមតិយោបល់របស់ខ្ញុំក៏ដោយយកទៅអនុវត្តអ្នកទាំងនេះត្រូវវិតម្លៃជាមុនសិនអ្នកទាំងនេះត្រូវគិតថាតើការនិយាយរបស់ខ្ញុំនឹងត្រូវអត់ហើយវាត្រូវនឹងស្ថានភាពរបស់អ្នកទាំងអស់គ្នាអត់មិនប្រកាសថាអីដែលខ្ញុំនិយាយហ្នឹងវាត្រូវចំពោះស្ថានភាពរបស់អ្នកទាំងអស់គ្នាទេខ្ញុំតែងតែចង់ឃើញឲ្យក្មេងៗឬក៏ជនជាតិរបស់យើងជំនាន់ក្រោយៗឬក៏ជំនាន់មុនក៏ដោយមានការគិតបែបស៊ីជម្រៅមុននឹងជឿមុននឹងសម្រេចចិត្តអនុវត្តទៅលើរឿងអីមួយពីព្រោះការពិតជាក់ស្ដែងគឺវាទលំទលាយជាងអីដែលយើងគ្រាន់តែឃើញត្រឹមតែរយៈពេល 4-5 នាទីហ្នឹងអញ្ចឹងមុននឹងធ្វើអីមួយសូមគិតពិចារណាបានច្បាស់ជាចុងក្រោយខ្ញុំមកទីនេះក្នុងគោលបំណងតែមួយគត់គឺចង់ឲ្យអ្នកទាំងអស់គ្នាមានមូលដ្ឋានចំពោះខ្លួនឯងគិតពិចារណាចំពោះអីដែលខ្លួនឯងចង់ធ្វើក្នុងលើសាច់រឿងឬក៏ជីវិតរបស់អ្នកដទៃយកមកកំណត់ជោគវាសនាឬក៏ជីវិតរបស់ខ្លួនឯងពីព្រោះអ្នកទាំងអស់គ្នាគឺជាមនុស្សតែម្នាក់គត់ដែលជាអ្នកកំណត់និងដឹងថាតើខ្លួនឯងចង់ធ្វើអីចង់បានអីនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាហើយខ្ញុំនៅតែជឿជាក់ថាការអប់រំពិតជាមានសារៈសំខាន់ការអប់រំផ្ដល់ឲ្យយើងនៅភាពរីកចម្រើនការអប់រំនឹងធ្វើឲ្យខ្លួនឯងគ្រួសារសហគមន៍និងប្រទេសជាតិព្រមទាំងពិភពលោកទាំងមូលនឹងមានភាពល្អប្រសើរជាងមុនសូមអរគុណ